នៅក្នុងក្បួនហុងស៊ុយជញ្ជាំងផ្ទះមានអត្ថប្រយោជន៍សំខាន់ជាអាកំបាំងច្រើនទៀតដូច្នេះហើយបើយើងធ្វើជញ្ជាំងផ្ទះមិនត្រូវនឹងផ្ដល់នៅគុណវិបត្តិដល់យើងច្រើនបាទហុងស៊ុយផ្ទះសំខាន់គឺផ្ដោតបាទខ្លាំងជាងគេគឺនៅលើជាន់ផ្ទាល់ដីនឹងហើយបើសិនជានៅជាន់ផ្ទាល់ដីនេះយើងធ្វើជញ្ជាំងមិនបានចិត្តមិត្តមិនបានត្រឹមត្រូវតាមក្បួនហុងស៊ុយទេយើងរស់នៅបាទមិនសូវបានសេចក្តីសុខមិនសូវបានសេចក្តីចម្រើនទេលក្ខណៈទី1នៃជាន់ផ្ទាល់ដីប្រសិនបើជាន់ផ្ទាល់ដីនេះគ្មានជញ្ជាំងទេលក្ខណៈបែបនេះរស់នៅមិនបានត្រជាក់ត្រជុំមិនបានជួបជុំក្រុមគ្រួសារទេហើយថែមទាំងមានវិបត្តិសេដ្ឋកិច្ចទៀតផងចឹងហើយបានជាយើងឃើញផ្ទះខ្លះតសញ្ញាទៅមុខទៅក្រោយពីទៅចំហៀងដែលអត់មានការបិទបាំងនោះបានមានវិបត្តិសេដ្ឋកិច្ចធ្ងន់មួយយ៉ាងទៀតជាន់ផ្ទាល់ដីដែលគ្មានជញ្ជាំងបិទបាំងនេះរស់នៅមិនកក់ក្ដៅធ្វើឲ្យសមាជិកក្នុងគ្រួសារណាដែលមានកម្លាំងពលំមាំមួនពេញពលកម្មនោះគាត់មិនចង់រស់នៅបាទក្នុងផ្ទះនោះទេបាទចេះតែចង់ចាក់ចេញហើយបើចេញទៅហើយក៏មិនចង់ត្រឡប់មកវិញដែរចំណែកជាន់លើជាន់ខាងលើហ្នឹងពុំបានធ្វើជញ្ជាំងជាងកាលអាខាងក្រោមហ្នឹងគេធ្វើជញ្ជាំងបានហើយវាគ្រប់គ្រាន់នឹងការប្រើប្រាស់គ្រប់គ្រាន់នឹងការរស់នៅម្ល៉េះហើយអាចន់ខាងលើហ្នឹងអត់ធ្វើជាងទេធ្វើតែដបូលបែបនេះវាមានភាពងាយស្រួលនឹងការរស់នៅបាទរស់នៅផងមានកន្លែងលំហើយផងបាទប៉ុន្តែនៅក្នុងផ្លូវហុងស៊ុយបាទផ្ទះជាន់លើដែលគ្មានជញ្ជាំងបិទបាំងឬក៏បិទមិនជិតបិទកន្លែងខ្លះមិនបិទកន្លែងខ្លះដូច្នេះបាទជាផ្ទះពុំមានសុវត្ថិភាពផ្នែកខាងសេដ្ឋកិច្ចផងពុំមានសុវត្ថិភាពផ្នែកកៅលំនឹងផ្លូវចិត្តវាអត់មានសុវត្ថិភាពក្នុងផ្លូវចិត្តផងបាទបងប្អូនកូនចៅណាដែលមានផ្ទះបាទកំពុងតែរស់នៅបែបនេះចាប់ពី3ឆ្នាំ5ឆ្នាំឡើងទៅបងប្អូនកូនចៅសិស្សគុណលោកស្រីទាំងអស់នឹងជួបរឿងនេះ